make up ងាយៗស្រាៗទៅធ្វើការអញ្ចឹងមិនដែរយកបានអត់ដំបងឡើយអត់មានអីបាក់ទេយើងគ្រាន់តែ concealer color នោះលើកន្លែងណាដែលយើងមានអារម្មណ៍ថាក្រហមឬមួយក៏ខ្មៅស្អាប់ដូចជាក្រោមភ្នែកឬមួយក៏ស្នាមខ្មៅសល់ពីមុនពីអីអញ្ចឹងណាអត្ថប្រយោជន៍របស់ color concealer នោះល្អមែនតើតាំងពីចេះប្រើមកគឺញៀនមកដោយសារដូចជាពណ៌សាច់អញ្ចឹងវាជួយធ្វើឲ្យស្លាកក្រោមភ្នែករបស់យើងនឹងមើលទៅឃើញភ្លឺហើយអត់មានស្មៅនៅក្រោមភ្នែកដែលមើលទៅធ្វើឲ្យមុខយើងចាស់ឬមួយក៏ស្មៅនៅច្អូឯងគឺវាជួយ correct ពណ៌នឹងបានល្អមែនតើហើយពណ៌បៃតងវិញសម្រាប់កន្លែងដែលមានស្នាមក្រហមសល់ពីមុនអីដាក់មកគឺជួយធ្វើឲ្យសាច់មុខយើងស្មើគ្នាល្អអញ្ចឹងនៅពេលដែលយើងប្រើម្សៅតំណប់ឬមកក៏ជាប្រភេទ cushion យើងប្រើក្នុងបរិមាណតិចសមរម្យប៉ុន្តែវាសប់ពេញផ្ទៃមុខមកដោយសារតែតំណប់ស្បែកខាងក្រោមរបស់យើងនឹងគឺពណ៌ស្មើគ្នាអញ្ចឹងយើងប្រើសាច់ cushion ហ្នឹងតិចប៉ុន្តែវាសប់មុខល្អហ្មងអញ្ចឹងតទៅពីខ្ញុំប្រើតែមួយផាំមិញណាប៉ុន្តែមើល how different ឆ្វេងជាមួយនឹងស្ដាំដែលយើងប្រើគឺមើលទៅវាសាច់មុខម៉ត់ស្អាតកន្លងបែបធម្មជាតិមកនេះដោយសារតែខ្ញុំប្រើ cushion របស់យ៉ាដាដែរណាមិនបានអញ្ចឹងណាបន្ទាប់មកយើងតគូសចុងអញ្ចើមបន្តិចដើម្បីយកទម្រង់ហើយយើងយកប្រវែងណាដែលយើងចង់បានព្រោះអញ្ចើមយើងមានទម្រង់ស្រាក់បីហើយរោមក្រាស់មែនតើអញ្ចឹងយើងអត់អាចភ្លេចទេជាមួយនឹងសិតអញ្ចើមដើម្បីជួយឲ្យរោមអញ្ចើមរបស់យើងហ្នឹងពណ៌ស្រាលមើលទៅបែបធម្មជាតិ make up យើងអត់ដិតពេកបន្ទាប់ពីបានអញ្ចើមស្រាលហើយភ្នែកយើងស្រាលដូចគ្នាយើងយកពណ៌ប្រភេទពណ៌ស្រាលបែបសាច់យកមកផាត់ពេញរបបភ្នែកជាមួយនឹងខាងក្រោមអញ្ចឹងពណ៌ដែលយើងដាក់នេះគឺយើងបបោសវាឲ្យពេញភ្នែកមកហើយយកពណ៌ស្រាលៗដើម្បីមើលទៅ make up របស់យើងបែបធម្មជាតិប៉ុន្តែអីដែលសំខាន់នៅក្នុង make up ប្រចាំថ្ងៃហ្នឹងគឺយើងប្រើប្រភេទពណ៌កម្ៅផាត់នៅខាងក្រោមវិញខ្ញុំរៀនតិចនិចថ្មីគឺយើងគូសក្នុងមុខឲ្យមានដិតតិចដើម្បីឲ្យមើលទៅឃើញរាងភ្នែកកាន់តែស្អាតហើយយើងគូសកតុយខាងក្រោយហ្នឹងអស់មកដើម្បីមើលទៅឃើញភ្នែកយើងធំស្អាតកុំភ្លេចជាមួយនឹងការយកពណ៌ហ្នឹងមកធ្វើជា eyeliner ដើម្បីមើលទៅកាន់តែធម្មជាតិចំណុចសំខាន់មួយទៀតគឺគូដាក់ក្រោមភ្នែកអញ្ចឹងការគូដាក់ក្រោមភ្នែកហ្នឹងងាយមែនតើគ្រាន់តែធ្វើភ្នែកឲ្យប៉ោងតិចទៅយើងគូតាមស្មៅដាក់ក្រោមភ្នែករបស់យើងបន្ទាប់មកយើង highlight color ដើម្បីឲ្យមើលទៅភ្នែកយើងកាន់តែផប់ហើយយើង compare ទាំងសងខាងហ្នឹងទៅថាភ្នែកដែលគូដាក់ក្រោមភ្នែកហ្នឹងគឺស្អាតប្លែកមែនតើហ្មងtechnique ពិសេសមួយទៀតគឺយើងត្រូវ contour ច្រមុះការដាក់ contour ច្រមុះវាធ្វើឲ្យច្រមុះយើងមើលទៅសួចស្អាតបែបធម្មជាតិអត់ដឹងថាមើលទៅប្លែកអីប៉ុន្តែស្អាតមែនតើតមកជាមួយនឹង highlight ដូចគ្នាមាន contour ហើយស្មៅត្រូវតែមាន highlight ដើម្បីឲ្យមើលទៅវា pop up ចេញមកខាងក្រៅហើយតជាមួយនឹងការ contour ថ្ពណ៌ទាំងសងខាងអញ្ចឹង contour ទៅតាមទម្រង់មុខជាក់ស្ដែងអញ្ចឹងខ្ញុំ contour បែបនេះខ្ញុំទទួលថាវាស័ក្តិសមមួយទម្រង់មុខរបស់ខ្ញុំហើយមើលទៅវាមើលទៅបែបធម្មជាតិទៀតតមកជាមួយនឹង color ម្សៅដែលរើសឲ្យត្រូវជាមួយនឹង tone ស្បែករបស់យើងហើយផាត់នៅចុងថ្ពាល់ដើម្បីមើលទៅឃើញមុខយើងវែងអត់ខ្លីពិសេសគឺ highlight powder ដែលមានសាច់សស្គូបហ្មងណាយកវាមកដាក់នៅក្រោមភ្នែកហ្នឹងទៅឃើញក្រោមភ្នែកយើងប្លង់ស្អាតហ្មងអត់មានបាក់ក្រោមភ្នែកទៀតទេហើយយើងតមកតាប់កន្លែងច្អូមាត់ច្អូចកាយើងតិចតិចទៅដើម្បី make up យើងកាន់តែ clean ហើយប្លង់ស្អាតដែលអត់ដឹងថាតើយើងប្រើអីបាន make up វាប្លង់ដល់ថ្នាក់ហ្នឹងណានឹងស្ថិតិចតិចតួចប៉ុន្តែពិសេសខ្លាំងមែនតើតមកជាមួយនឹងការលាបក្រែមអញ្ចឹងខ្ញុំយកពណ៌ brown ដើម្បីយកគូសស្មៅនៅលើមាត់យើងដើម្បីមើលទៅឃើញមាត់យើងមានទម្រង់ស្អាតព្រោះជាក់ស្ដែងបើមាត់ម្នាក់អត់កើតមកអត់ស្អាតហ្មងឯងអញ្ចឹងបន្ទាប់ពីយើងគូសរឹមមាត់ហើយយើង fill in ជាមួយនឹងពណ៌ដែលត្រូវជាមួយនឹង tone ស្បែករបស់យើងទៅហើយកុំភ្លេចបន្ថែមជាមួយនឹងទឹករលោងពីលើដើម្បីឲ្យមើលទៅឃើញ make up យើង glow ស្អាតបែបសោភសទន់ហ្មងនេះជាតិចនិចតិចតួចរបស់ខ្ញុំដែលធ្វើឲ្យ make up ស្អាតហើយគេមើលទៅឃើញយើង make up បែបស្រាលសទន់ជាប្រចាំថ្ងៃអត់លើសទេប៉ុន្តែស្អាតប្លែកហើយអត់ងាយដឹងទេថាតិចនិចហ្នឹងបែបណាខ្លះអញ្ចឹងបើចាប់អារម្មណ៍ចូលចិត្តជួយ like ជួយ share subscribe មួយផងណា